សូមស្វាគមន៍មកកាន់ហងមាស Flash You ជនជាតិវៀតណាម3នាក់ចាក់ខ្មែរធ្លីពុះព្រោះតែរឿងបើកកាណូតតាក់ម៉ងនៅបឹងទន្លេសាបជនសង្ស័យ3នាក់ជាជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីចាក់អ្នកនេសាទខ្មែរម្នាក់ឲ្យធ្លាយពុះរងរបួសធ្ងន់គ្រាន់តែរឿងបើកកាណូតតាក់ម៉ងបណ្ដាច់ក្នុងទឹកហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី23ខែឧសភាឆ្នាំ2025នៅក្នុងភូមិសាស្ត្របឹងទន្លេសាបចំណុចបាឡតស្ថិតនៅក្នុងព្រំប្រទល់3ឃុំគឺឃុំកំពង់លួងឃុំពីមបាំងនិងឃុំផាត់សណ្ដែកជនរងគ្រោះមានឈ្មោះឌុងខាអាយុ43ឆ្នាំបានរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញចំណែកជនដែលដល់3នាក់ទី1មានឈ្មោះគវៀនវ៉ាន់លឹកគវៀនវ៉ាន់ឡតនិងឈ្មោះចាំងវ៉ានឺត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនល្មើសត្រូវបានសារភាពថានៅពេលកាត់ហេតុមានកណូតមួយគ្រឿងធ្វើដំណើរដោយជនរងគ្រោះនិងប្រពន្ធបានទម្លាក់ស្លាប់ចាក់តាក់ម៉ងបណ្ដាទឹកពេលនោះពួកគេក៏បានឆ្លោះប្រកែកគ្នាជាខ្លាំងដែលមានការនិយាយស្ដាប់គ្នាលេងបានក៏បង្កជាហិង្សាហើយពួកគេក៏បានព្រួតវាយនិងយកស្នោចាក់ទៅលើជនជាតិខ្មែររូបនោះបណ្ដាលឲ្យធ្លីពុះរងរបួសធ្ងន់ហើយជនបង្កបានបើកកណូតកិច្ចខ្លួនបាត់ស្ត្រីជាប្រពន្ធបានប្តឹងទៅសមត្ថកិច្ចតាមស្រាវជ្រាវរហូតឃាត់ខ្លួនជនល្មើសទាំង3នាក់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់សមត្ថកិច្ចកម្ពុជាសហការជាមួយថៃដើម្បីចាប់ខ្លួនអ្នកបំភ្លៃព័ត៌មានទាក់ទងទៅនឹងការចរចាពាណិជ្ជកម្មកម្ពុជាជាមួយអាមេរិកអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី23ខែឧសភាឆ្នាំ2025នេះបានឲ្យដឹងថានៅពេលថ្មីៗនេះមានការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមរយៈទំព័រ Facebook ពាក់ព័ន្ធទៅនឹងកិច្ចសម្ភាររបស់លោកស្រីចំនីមុលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលមានចរិតញុះញង់បំភ្លេចការពិតធ្វើឲ្យមានការភ័ន្តច្រឡំអំពីការចរចាពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថាផ្អែកទៅតាមការស្រាវជ្រាវសារសម្លេងវីដេអូនោះពុំមែនជាសារសម្លេងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនោះទេគឺជាការប្រើបច្ចេកទេសកាត់នៅក្នុងចេតនាបំពុលសង្គមជាមួយគ្នានោះសមត្ថកិច្ចបានរកឃើញថាមុខសញ្ញាខាងលើមានឈ្មោះជូឈិនភេទស្រីកាត់ឆ្នាំ1983នៅខេត្តបាត់ដំបងដែលជាមុខសញ្ញាចាស់ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទរួមគំនិតក្បត់និងបានរត់ភៀសខ្លួនទៅប្រទេសថៃនៅក្នុងអំឡុងពេលសំងំលាក់ខ្លួននៅប្រទេសថៃស្ត្រីរូបនេះបានប្រើប្រាស់បណ្ដាញសង្គមឈ្មោះស្ត្រី Overseas ឈ្មោះស្ទឹងសំងាត់ឈ្មោះឆិនឈូនិងឈ្មោះម៉ៅបងដើម្បីបង្ហោះព័ត៌មានញុះញង់បំភ្លេចការពិតបច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិកំពុងសហការជាមួយអាជ្ញាធរថៃដើម្បីធ្វើការស្វែងរកចាប់ខ្លួននិងបញ្ជូនមកកាន់កម្ពុជាដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ប្រមុខរាជរដ្ឋាភិបាលសម្រាប់បញ្ចប់មុខតំណែងនិងលុបឈ្មោះមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មមួយរូបចេញពីក្របខ័ណ្ឌសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនៅក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់មុខតំណែងលោកស៊ីម៉ូរ៉ាណាល់ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនៅក្រសួងពាណិជ្ជកម្មហើយក៏បានបណ្តេញចេញពីក្របខ័ណ្ឌផងដែរយោងទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលទើបទទួលបាននៅថ្ងៃទី23ខែឧសភានេះបានបញ្ជាក់ថាការសម្រេចបញ្ចប់មុខតំណែងនិងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការរបស់លោកស៊ីម៉ូរ៉ាណាល់ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនៅក្រសួងពាណិជ្ជកម្មដោយសារតែសម្បិតខ្លួនអវត្តមានគ្មានមូលហេតុអនុក្រឹត្យរបស់រាជរដ្ឋាភិបាលតម្រូវឲ្យរដ្ឋមន្ត្រីទទួលបន្ទុកស្ដីទីគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងគ្រប់គ្រងស្ថាប័នដែលពាក់ព័ន្ធរួមទាំងសម្បិតខ្លួនត្រូវអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពជាទីបំផុតទីតាំងបូមខ្សាច់គ្មានច្បាប់មួយកន្លែងត្រូវបានបង្ក្រាបនិងពិន័យតាមច្បាប់នៅស្រុកស្រែអំបិលទីតាំងបូមខ្សាច់មួយកន្លែងចែកចេញជាច្រើនក្រុមនៅក្នុងឃុំដងប៉ែងស្រុកស្រែអំបិលខេត្តកោះកុងបានធ្វើសកម្មភាពបូមខ្សាច់យ៉ាងកក្រឹកកក្រែងបង្កភាពអនាធបត័យរងការរិះគន់ពីប្រជាពលរដ្ឋចំពោះការដឹកជញ្ជូនគ្មានបច្ចេកទេសខូចខាតផ្លូវធ្វើដំណើរនិងប៉ះពាល់ទៅដល់បរិស្ថានដោយក្រុមហ៊ុនខ្លះមានច្បាប់អនុញ្ញាតនិងក្រុមហ៊ុនខ្លះទៀតលួចលាក់បូមខ្សាច់ដោយខុសច្បាប់លោកខ្លឹមយុទ្ធពិសិដ្ឋប្រធានមន្ទីររាយនឹងធម្មពលខេត្តកោះកុងបានឲ្យហងមានដឹងថាមន្ត្រីជំនាញបានដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងបូមខ្សាច់ជាច្រើនក្រុមដែលរកឃើញថាទីតាំង
តាំងបូមខ្សាច់នៅប៉ែកខាងលើស្ទឹងគ្រប់គ្រងដោយអ្នកស្រីទុយចេតនាមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មមួយឆ្នាំដែលឡែកនៅប៉ែកខាងក្រោមស្ទឹងវិញគឺជាការលួចលាក់បូមខ្សាច់នៅខុសច្បាប់ចំនួន6ថ្ងៃមកហើយប្រព្រឹត្តដោយឈ្មោះហៃខៀងដែលរងការពិន័យតាមច្បាប់និងដកហូតគ្រឿងចាក់ចេញទាំងអស់ហើយធ្វើកិច្ចសន្យាតាមនីតិវិធីដែលឡែកម្ចាស់ទីតាំងឈ្មោះទុយចេតនាដែលមានអាជ្ញាប័ណ្ណច្បាប់ក៏ដោយក៏តម្រូវឲ្យក្រុមហ៊ុនសម្អាតបរិស្ថាននិងជួសជុលផ្លូវឡើងវិញដែលបង្កឡើងដោយឡានដឹកជញ្ជូនខ្សាច់ធ្វើឲ្យខូចខាតនៅក្នុងតំបន់នោះពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថាក្រុមហ៊ុនទុយចេតនាបានផ្ទេរអាជ្ញាប័ណ្ណទៅជនជាតិចិននោះលោកបញ្ជាក់ថាគ្រាន់តែជាដៃគូសហការរកស៊ីជាមួយគ្នាប៉ុណ្ណោះទោះជាយ៉ាងណាលោកប្រធានមន្ត្រីបានឲ្យហៅមេដឹងទៀតថាបើមានការផ្ទេរអាជ្ញាប័ណ្ណពីក្រុមហ៊ុនមួយទៅអ្នកដទៃមែនគឺលោកនឹងដកហូតអាជ្ញាប័ណ្ណនោះភ្លាមនគរបាលខណ្ឌកំពូលប្រមានផ្អាកអាជីវកម្មបុគ្គលណាដែលរំលោភចំណីផ្លូវសាធារណៈលោកវរៈសេនីយ៍ឯកហុងពិសិដ្ឋអធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំពូលបានអះអាងថានឹងផ្អាកអាជីវកម្មម្ចាស់ទីតាំងណាដែលរំលោភចំណីផ្លូវសាធារណៈហើយមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរធ្វើឲ្យប៉ះពាល់ទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋការប្រមានមានវិធានការក្តៅនេះបានធ្វើឡើងនៅវេលាដែលលោកដឹកនាំកម្លាំងចុះរៀបចំស្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ4កាលពីថ្ងៃទី22ខែឧសភាឆ្នាំ2025ម្សិលមិញហើយក៏មើលឃើញថាអាជីវករមួយចំនួនបានយកចំណីផ្លូវធ្វើអាជីវកម្មជាកន្លែងជួសជុលម៉ូតូនិងដាក់លក់ទំនិញផ្សេងៗធ្វើឲ្យកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃលោកអធិការក៏បានអះអាងថាសមត្ថកិច្ចនឹងអញ្ជើញបុគ្គលណាដែលមិនសហការមកអធិការខណ្ឌដើម្បីធ្វើការអប់រំហើយនៅក្នុងករណីអប់រំលើកទី3នៅតែមិនសហការលោកនឹងស្នើសុំគោលការណ៍ផ្អាកទីតាំងអាជីវកម្មតែម្ដងសូមបញ្ជាក់ថាការចោះរៀបចំស្ដាប់ធ្នាប់ធ្វើឡើងចាប់ពីបរិយាមនុស្សរំរហូតដល់តំបន់សេដ្ឋកិច្ចពិសេសហើយសមត្ថកិច្ចសង្ឃឹមថាបងប្អូនអ្នកធ្វើអាជីវកម្មទាំងអស់នឹងសហការដើម្បីស្ដាប់ធ្នាប់ល្អបញ្ជៀសនៅការកកស្ទះចរាចរណ៍សូមអរគុណលោកអ្នកចំពោះការគាំទ្រហងមី Flash News